សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាទីរាប់អាននៅថ្ងៃនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5គិតចាប់ពីនៅថ្ងៃទី15ខែធ្នូឆ្នាំ2025នេះដែលជាថ្ងៃទី9ហើយចា៎ភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ស្ថានភាពអំពីការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃនៅតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពចូលមុខនៅក្នុងសមរភូមិយុទ្ធភូមិភាគទី4មានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចនៅក្នុងការបំពេញតួនាទីភារកិច្ចការពារអធិបតេយ្យរបស់កម្ពុជាទី2ស្ថានភាពចូលមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 16:00 នាទីរសៀលថ្ងៃទី14ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2025សូមជម្រាបជូនផងដែរថានៅរសៀលថ្ងៃវេលាម៉ោង 16:58 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រគួននៅវេលាម៉ោង 15:33 នាទីរហូតដល់ម៉ោង 18:07 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 18:38 នាទីយោធាថៃបានប្រើប្រាស់ drone ហោះរំលោភចូលក្នុងដែនអាកាសកម្ពុជាក្នុងភូមិសាស្ត្រភូមិទួលខ្ពស់ឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបងនៅវេលាម៉ោង 19:00 នាទីយោធាថៃបានប្រើប្រាស់ drone ហោះរំលោភចូលក្នុងដែនអាកាសកម្ពុជាក្នុងភូមិសាស្ត្រភូមិភ្នំព្រឹកឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបងនៅវេលាម៉ោង 19:02 នាទីយោធាថៃបានប្រើប្រាស់ drone រំលោភចូលក្នុងដែនអាកាសកម្ពុជាចូលក្នុងភូមិភ្នំតាស្ដាភូមិតាស្ដាឃុំតាស្ដាស្រុកសំពៅលូនខេត្តបាត់ដំបងនៅវេលាម៉ោង 21:20 នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះក្តាប់សភាពការនៅក្នុងភូមិសាស្ត្រក្រោយភូមិជោគជ័យសភាពការនៅថ្ងៃទី15ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោង 1:30 នាទីរំលងអត្រាយោធាថៃបានប្រើប្រាស់ drone ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្របឹងត្រគួននៅវេលាម៉ោង 6:55 នាទីព្រឹកយោធាថៃបានចាប់ផ្ដើមបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 7:00 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:10 នាទីយោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង 7:14 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារដោយកាភ្លើងធំចូលក្នុងភូមិសាស្ត្រឃុំថ្មដានៅវេលាម៉ោង 7:44 នាទីយោធាថៃបានប្រើប្រាស់ drone ពំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រច្រកជ័យជំនះចំពោះស្ថានភាពនៅភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់កងកម្លាំងរបស់យើងបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្រសួងការពារជាតិកម្ពុជាសូមធ្វើការច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានคล้ายៗបំភ្លៃខុសពីការពិតទាំងស្រុងរបស់ភាគីថៃដែលបានចោទប្រកាន់លាបពណ៌មកលើកម្ពុជាផ្ទុយស្រឡះពីការពិតទាំងស្រុងក្រសួងការពារជាតិកម្ពុជាសូមធ្វើការបញ្ជាក់ជូនសារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែភាគីថៃទេដែលធ្វើការវាយប្រហារមកលើទីតាំងប្រជាជនស៊ីវិលរបស់កម្ពុជាដោយមិនរើសមុខមិនរើសគោលដៅដែលបានធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបានបាត់បង់ជីវិតគិតមកដល់ពេលនេះមានចំនួន11នាក់ក្នុងនោះមានទារកមួយរូបផងដែរនិងបង្កឲ្យមានរបួសចំនួន59នាក់គិតត្រឹមថ្ងៃទី14ខែធ្នូឆ្នាំ2025ហើយអ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះគឺថាការចំនួននៃការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក F-16 និងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃវាយប្រហារមកលើកម្ពុជាមានចំនួនកាន់តែកើនឡើងជាលំដាប់ចំពោះករណីដែលយោធាថៃបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាថាបានឃាត់
និងបង្ខាំងពលរដ្ឋថៃមិនឲ្យធ្វើដំណើរចេញពីប្រទេសកម្ពុជាក្រសួងការពារជាតិសូមបញ្ជាក់ជូនថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរចេញនិងចូលទាំងស្រុងតាមច្រកទ្វារព្រំដែនគោកនិងទឹកដែលជាប់ព្រំដែនកម្ពុជាជាមួយថៃដែលកំពុងមានអរិភាពប៉ុណ្ណោះក្នុងគោលបំណងដើម្បីការពារអាយុជីវិតនិងការរងរបួសរបស់ជនស៊ីវិលមិនថាជាពលរដ្ឋខ្មែរនិងជាជនបរទេសរួមទាំងប្រជាពលរដ្ឋថៃដែលកំពុងមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជាផងដែរពីការបាញ់ប្រហារដោយមិនរើសអើងនៅតាមបណ្ដោយព្រំដែនពីសំណាក់យោធាថៃដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមអាកាសនិងច្រកទ្វារព្រំដែនដទៃផ្សេងទៀតដែលគ្មានភាពតានតឹងឬក៏ច្រកព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេងទៀតឡើយក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់និងដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់កម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននៅការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិសូមគូបញ្ជាក់ផងដែរថាវីរៈកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មូលមុតនឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែលអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យរបស់យើងដោយអង់អាចក្លាហាននិងមិនងាករេជាដាច់ខាតទោះក្នុងកលៈទេសៈណាក៏ដោយសូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅក្នុងយុទ្ធភូមិភាគទី4និងទី5នៅព្រឹកនេះចំពោះការវិវត្តនៃសភាពការថ្មីផ្សេងទៀតនាងខ្ញុំនឹងជម្រាបជូននៅពេលក្រោយសូមអរគុណនិងសូមជម្រាបលា